សូមអនុញ្ញាតបង្ហាញជូននូវវឌ្ឍនភាពនៃដំណើរការលាបអគារក៏ដូចជាទិដ្ឋភាពរួមនៅក្នុងវិទ្យាល័យអង្គរបុរីយើងនៅថ្ងៃបន្ទាប់បាទថ្ងៃទី3ហើយបាទសំទោសថ្ងៃទី2បាទអញ្ចឹងបន្ទប់មួយនេះគឺត្រូវបានលាបរួចរាល់ខ្ញុំឃើញថាពណ៌រាងស្រស់ស្អាតថ្លាបាទជាងមុនបើប្រៀបនឹងតាមចាស់បាទរយៈពេលយូរហើយបាទនេះជាបងជាងខាងជាងបាទជំនាញបាទនេះយើងគ្រាន់តែរុញមួយស្ទាប់បាទរុញតែមួយស្ទាប់សិនទេពីឃើញថាស្រស់ថ្លាស្អាតប៉ុណ្ណឹងហើយណាចុះទម្រាំតែយើងរុញ2ស្ទាប់ឬក៏បន្ថែមទៀតបែបណាតាមបច្ចេកទេសរបស់ជាងខ្ញុំមិនដឹងទេប្រហែលជាបាទទិដ្ឋភាពគឺអាចស្រស់ស្អាតពីនេះបាទនេះគឺជាន់ក្រោមបាទជាន់ផ្ទាល់ដីហើយនេះគឺជាជាន់ខាងលើបាទថ្ងៃទី3នេះខ្ញុំឡើងទៅជាន់ទី3ជាន់ខាងលើថ្ងៃទី14ហើយបាទជាន់ខាងលើនេះគឺជាងគាត់ស្រោតពីលើចុះមកក្រោមបាទពន្ទាគឺយើងទម្លាក់តាមដាក់ម្ដៅចឹងមកបាទញាប់ដៃញាប់ជើងដែរបាទខាងជាងព្រោះពេលវេលាក៏កាន់តែគៀកណាស់មកហើយចឹងមួយចំហៀងនៃអាគារហ្នឹងគឺស្ទើរតែពេញទៅហើយក្នុងការលាបឆ្នាំថ្មីបាទពិតជាអរគុណនៅកម្មវិធីសង្ក្រាន្តសសយុគខណ្ឌទីបញ្ជ័យក្រុមការដឹកនាំរបស់លោកប្រធានការសួនសុភាពប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តទីបញ្ជ័យរបស់យើងដែលនាំមកនៅសមិទ្ធផលគួរជាទីគាប់ចិត្តសម្រាប់យើងខ្ញុំក្នុងវិទ្យាល័យអង្គរបុរីនេះបាទនេះទាំងស្រុងរូបភាពទាំងស្រុងបាទនៅថ្ងៃ3ហើយសូមបង្ហាញជូននៅទិដ្ឋភាពរួមផងដែរបាទកូនកំពុងតែសិក្សាបន្តជាងក៏ធ្វើបន្តនៅអាគារមួយទៀតចឹងទៅបាទពេលលោកស្រីក៏ដូចជាអតីតសិស្សមានការនឹករលឹកដល់ជាឡាយដែលធ្លាប់បានសិក្សារៀនសូត្របានចឹងខ្ញុំក៏ព្យាយាមផ្ដិតនៅរូបភាពបាទនេះគឺជាសាលប្រជុំរបស់យើងដែលជាអំណោយរបស់លោកនុសិដ្ឋានិងលោកស្រីសុភាបាទព្រមទាំងបុត្រនេះជួសជុលឡើងវិញបាទយើងឃើញថាមានសភាពដូចថ្មីអញ្ចឹងបាទស្អាតតែបាទហើយសូមបញ្ជាក់ដែរថាម៉ាស៊ីនត្រជាក់គឺយើងបានឲ្យជាងមកមើលហើយរៀបចំឡើងវិញហើយសម្រាប់អគារសាលប្រជុំនេះបាទសម្ដេចសង្ឃជួនណាតគ្រូសំណាក់ដែលយើងបានរៀបចំដូចជាការលម្អរបងលោកតាក្រុមងុយបាទទីនេះយើងមានគេហៅថាកន្លែងស័ក្តិសិទ្ធិ3កន្លែងសម្រាប់សិស្សានុសិស្សមុនគាត់ប្រឡងបាក់លុបនោះគឺមានរូបសំណាកព្រះបាទជ័យវរ្ម័នទី7រូបសំណាកសម្ដេចសង្ឃជួនណាតនិងរូបសំណាកលោកតាក្រុមងុយបាទដែលកូនមុននឹងប្រឡងគាត់តែងតែមកសែនព្រេនសូមដីសុខសប្បាយសូមឲ្យដំណើរការនៃការប្រឡងរបស់គាត់ប្រកបដោយជោគជ័យបាទខ្ញុំមានប៉ុណ្ណឹងដើម្បីចែកជូនសម្រាប់ថ្ងៃនេះចាំជួបខ្ញុំនៅវីដេអូវគ្គបន្តទៀតបាទសូមអរគុណ